មែនហើយបើផ្លាក់ឈ្មោះមិនបានកាត់អីទេអញ្ចឹងក៏ណាហើយតែចោលណាហើយចោលមិនអាចចាប់បាននោះប៉ឹងខ្ញុំបានដឹងមកថាម៉ាចុងនោះមានរឿងលាក់បាំងជាមួយនឹងប៉ឹងពួកឯងលេយើងអ្នកត្រីជួបខ្ញុំផងហើយចេះណានេះគឺត្រូវតែសួរម៉ាចុងខ្ញុំហើយលបងគេជាអ្នកណាទៅអូនមិនស្គាល់ទេបើជាអ្នកចាប់គេមកអញ្ចឹងប្រកាសជាអ្នកទៅបំផ្លាញផ្លាក់ឈ្មោះនោះហើយចាប់វាទៅនាងធ្វើជាមិនស្គាល់យើងលេបអនពេលដែលនាងឲ្យយើងទៅបំផ្លាញគេឈ្មោះនោះនាងមិនមែននិយាយអញ្ចឹងទេថ្លំធំអញនិយាយប្រេះផ្ដាស់អីលបងកុំជឿវាណាបងចាប់វាទៅផ្ដាស់មន្ត្រីទៅលឿនឡើងលេនអូននាងបាច់ទៅធ្វើអញ្ចឹងដែរជើងអញ្ចឹងកុំថាយើងចិត្តដែរសោះលោកចាស់សងនៅលើគូរបស់នាងមានស្នាមក្រហមមួយរឿងនេះលោកនឹងចាំបានទេរឿងនេះមិនបានជាឯងដឹងព្រោះអីសងលីឆៅនេះមិនមែនជាកូនស្រីឯងទេតែជាកូនស្រីយើងទេមិនក៏ចាំត្រូវហើយចម្លែកមែនរឿងនេះត្រូវហើយកុំស្ដាប់វាអីលបងកុំស្ដាប់វាអីឆៅអើនេះជាសាច់ឈាមរបស់លបងណាហើយប៉ឹងពុកយើងប្រកាសជាមិនជាសម្ដែងគេងាយទេតែវាកុំតែមានវិធីតែបញ្ជាក់រឿងនេះជីងអូបន្តឈាមមកសាច់ឈាមចាចាំមើលទៅធ្វើយ៉ាងម៉េចទៀតលបងមិនជាកូនបង្កើតផងត្រូវហើយមកកញ្ចឹងត្រូវហើយឃើញទេមែនហើយមិនជាកូនបង្កើតទេហើយមិនកូនបង្កើតផងហ្នឹងមែនហើយលបងអ្នកម៉ែប្រហែលឆ្នាំនេះជាល្អជាមួយនាងបាយជាធ្វើដាក់យើងអញ្ចឹងលបងលើកលែងអូនផងទៅយើងលេងជាប្តីរបស់នេះទៀតហើយស្រីអាក្រក់ដូចជានាងអញ្ចឹងមកបំផ្លាញកូនខ្លួនឯងនាងមិនសន់ធ្វើជាលោកស្រីរបស់យើងទេវ៉ៃចាប់វាយកទៅឲ្យមន្ត្រីភ្លាមទៅលបងលើកលែងខ្ញុំផងទៅលបងទៅម៉ែអត់ទេម៉ែលបងលើកលែងខ្ញុំផងទៅជីពួកក៏ស្មានរត់ថាពួកគេបាយជាចង់មកចាត់ការកូនចឹងសោះមិនអីទេប៉ឹងវាកន្លងផាត់ហើយពួកយើងទៅកាប់វិញទៅអ្នកនាងសងអ្នកនេះជិនរកឃើញអំរៃថ្មីនៃធ្មប់នោះហើយអ្នកនាងតែជាមួយខ្ញុំសិនតើហូបផ្លូវមកណាទេយ៉ាងម៉េចលើកនេះលែងហៅយើងស៊ីកំបាត់ហើយមែនទេលើកមិនមានមូលហេតុព្រះអង្គនិយាយថាមានរឿងខ្ញុំមិនចាំមិនមកហើយទេយើងលើកនេះទៅបាក់ខ្លាំងណកទៅជួនសិភៅដៃមាសទៅនាងគួរតែអរគុណយើងហើយព្រះអង្គឲ្យខ្ញុំមិនចាំអរគុណយ៉ាងម៉េចយើងចង់ធ្វើអីក៏បានដែរមែនទេត្រូវមើលថាជារឿងអីសិននៅមើលទៀតមែនទេនេះក្នុងចិត្តរបស់នាងនៅមាននរណាធំជាងយើងទេមែនទេខ្ញុំមិនចាក់ខុសហើយនេះនៅលើលោកនេះមានអ្នកណាធំជាងព្រះអង្គទៀតនោះសុំយ៉ាជឺយើងថានេះមានរត់ផ្លិចស្លាប់ហើយព្រះអង្គខ្ញុំមិនចាំមិនបានអញ្ចឹងទេខ្ញុំមិនចាំបានថាត្រង់មិនធំមិនទេត្រង់ធំណាមិនទេសុំយ៉ាជឺនាងព្រះអង្គអ្នកនាងជិនសុំចូលគាល់ឲ្យនាងចូលមកក្រាបទៅខ្ញុំមិនចាក់ដឹងតម្រូវថ្មីពីសត្វនោះសត្វនេះជាសត្វស្លាប់ហើយជាមួយគ្នាអ្នកត្រូវឆ្នាំក៏អញ្ចឹងអ្នកត្រូវសត្វខំក៏អញ្ចឹងពេលនេះព្រះអង្គចង់បានសាប់ពឹងអញ្ចឹងសត្វដែលនៅក្នុងខ្លួនអ្នកនាងសុងជាមួយសត្វក្នុងខ្លួនព្រះអង្គវាត្រូវតែដូចគ្នាតែយើងនៅពេលនេះញៀនសំបីតែដឹងរសជាតិអីក៏លែងដឹងដែរញៀនសម្លេងនឹងការមើលឃើញរបស់យើងក៏បាត់ដែរនាងមានន័យថានេះក៏អាចបាត់រសជាតិនឹងក្លិនដែរមែនទេព្រះពងបើអញ្ចឹងយើងញ៉ាំផ្លែមកលេងដឹងឆ្ងាញ់ហើយមែនទេនាងមានវិធីផ្សេងមែនទេនៅកលសម្ព័ន្ធមានសត្វមួយទៀតហៅថាសត្វឈានឆុងបានសាប់ពឹង100មុងតែវាបាត់មុខមួយរយៈហើយត្រូវតែលើកឆ្នាំនេះអាចមានសង្ឃឹមទៅចិញ្ចឹមសត្វនោះបានអញ្ចឹងក៏សាក់នៅទៅសុំយ៉ាជឺនេះឈ្គួតហើយមែនទេនេះដូចថារាងកាយរបស់នាងទៅចិញ្ចឹមសត្វនោះមានឈឺចាប់បណ្ណាដែរទេតែពួកយើងក៏មិនអាចមានវិធីផ្សេងដែរពួកយើងមិនអាចចាំស្លាប់បានទេមួយរយៈដែលនាងចិញ្ចឹមសត្វនោះអ្នកនាងមិនអាចយកឈាមទៅចិញ្ចឹមសត្វនោះទៀតទេព្រះអង្គខ្ញុំនាំអ្នកនាងសុំទៅលើកឆ្នាំសិនហើយទៅចុះលើកឆ្នាំនេះទៅប៉ុន្មានថ្ងៃនេះនាងមិនស្រួលខ្លួនទេមិនអីទេនាងមិនបាច់មានសម្ពាធពេកទេព្រះអង្គក៏ចូលចិត្តមើលខ្ញុំលំបាកដែរមិននឹងអាចទៅកាលពីមុនពេលដែលព្រះអង្គបាត់បង់ការមើលឃើញនោះទ្រង់មិនឲ្យនាងចូលវាំងគឺលោកម្ចាស់កាយជាអ្នកលើកនាងមកព្រះអង្គនឹងសួរថាតើមានវិធីអីជួយនាងបានដែរទេគេសួររឿងនេះធ្វើអីមកពីទ្រង់អាណិតនាងកាលពីមុនលោកគ្រូនិយាយថាមនុស្សម្នាក់ចាប់ផ្ដើមអាណិតមនុស្សម្នាក់ទៀតវាគឺជាស្នេហាពួក
នាងនិយាយចប់ហើយឬ និយាយចាប់ហើយអ្នកនាងសុងបន្តិចទៀតខ្ញុំចាំបញ្ចូលនឹងធ្វើឲ្យព្រះអង្គឈឺត្រង់ឯងនឹងរើបំរាអញ្ចឹងហើយចង់ឲ្យនាងជួយទប់ជើងឲ្យព្រះអង្គបន្តិចហាយកខ្សែមកចាប់ចងជើងគេទៅបានហើយអ្នកនាងសុងដៃព្រះអង្គកុំកម្រាំងព្រះអង្គមកចូលនេះវាអាចឈឺបន្តិចហើយរួចហើយព្រះអង្គទ្រង់អាចឲ្យនាងសុងនៅទីនេះមកជប់បានទេនាងទៅលើឆ្នាំជប់នេះអាចនឹងមានគ្រោះថ្នាក់ ណែយប់នេះនាងសម្រាប់នៅទីនេះចុះយើងទៅដំណាក់សៀវភៅ ព្រះអង្គមិនល្អទេព្រះអង្គជាថ្នាំអ្នកនាងសុងរឡើងហើយពេលនេះឈឺចាប់ខ្លាំងណាស់ក្រាបទូល ឲ្យរាជពេទ្យមកទីនេះទាំងអស់មក ក្រាបទូល សុងយ៉ាជឹងនេះយ៉ាងម៉េចហើយនាងមិនអីទេមែនទេ ពេលនេះខ្ញុំមិនចង់ឃើញព្រះអង្គទេ ណែក្រូចនាងញ៉ាំដែរទេចុះសៀវភៅរឿងនោះហូលីនថានាងចូលចិត្តចាំយើងទៅរក មិនស្ដាប់ទេពេលនេះខ្ញុំត្រង់ហើយ ចុះគុជនោះគុជរបស់យើងនាងចង់បានដែរទេចាំយើងឲ្យនាងពី មួយនេះបាន សុងយ៉ាជឹងដឹងខ្លួនឡាសុងយ៉ាជឹងហើយនេះក៏មិនឲ្យឆ្នាំនាងលេបអញ្ចឹង ព្រះអង្គអ្នកនាងសុំមិនអាចលើកឆ្នាំផ្សេងបានទេខ្លាចថាវានឹងខ្លាំងជាងមុនឈឺកាន់តែខ្លាំងទៅ អញ្ចឹងគិតយ៉ាងម៉េចទុកឲ្យនាងឈឺស្លាប់មែនទេ បើសិនជាទ្រង់ចង់ជួយនាងនៅមានវិធីមួយទៀតសត្វនោះវាគឺជាសត្វរួមស្លាប់រស់បើសិនជាព្រះអង្គព្រមជួយនាងឈឺខ្លាំងនោះវាអាចនឹងជួយបាន ជួយនាងយ៉ាងម៉េច ទៅផ្សំដំណេញពេលនេះគ្មានវិធីផ្សេងទេទោះជាចង់បញ្ឈប់ការចិញ្ចឹមសត្វនោះក៏ត្រូវឲ្យផុតជប់នេះដែរ យើងដឹងហើយនាងចេញទៅសិនទេ ព្រះពង សុងយ៉ាជឹងនាងមានលឿននាងជិះនិយាយថាយ៉ាងម៉េចទេបើសិនជានាងលឿននិយាយជាមួយយើងបន្តិចមកសុងយ៉ាជឹងយើងឲ្យនាងជំរឿនពីរពួកយើងឆ្នាំអីក៏មិនប្រើដែរយើងកំដរនាងឆ្លងមួយយប់នេះទី2ពួកយើងទៅផ្សំដំណេញបើនាងរើយកទី1នោះនាងឆាប់ប្រាប់យើងមក ខ្ញុំមិនចង់ស្លាប់ទេព្រះអង្គទ្រង់ស្អប់ខ្ញុំម្ចាស់ណាស់មែនទេឲ្យទ្រង់ធ្វើបែបនេះជាមួយខ្ញុំម្ចាស់ទ្រង់លំបាកណាស់មែនទេ យើងគ្មានទេ រឿងនៅយប់នេះយើងនឹងទទួលខុសត្រូវចំពោះនេះ ព្រះអង្គខ្ញុំមិនចាំមិនត្រូវការទទួលខុសត្រូវទេរឿងបែបនេះដល់ពេលនោះខ្ញុំពេញចិត្តជាមួយប្រុសណាម្នាក់ខ្ញុំស្រឡាញ់គេមានអារម្មណ៍ដល់ក៏អាចធ្វើបានដែរ ស្រឡាញ់គេតតែមានអារម្មណ៍ដែរនាងគិតរឿងនេះជាមួយនឹងប្រុសផ្សេងដែរទេ ប្រកាសហើយរឿងនេះវាមើលលើភាពសប្បាយពេលដែលអារម្មណ៍ដល់វាគឺជាអារម្មណ៍ដែលល្អបំផុតហើយ អញ្ចឹងនាងចាំមើលថាមានអ្នកណាធ្វើឲ្យនាងមានអារម្មណ៍ជាងយើងទៀតនោះ នេះជាលើកទី1របស់នាង ឆៃអ៊ីលោកដូចជាជ្រុលពេកហើយលោកជាសត្វអេរឆានក ុំជេរបងអីនេះបងក៏លើកទី1ដែរ ខ្ញុំមិនចាស់ខុសហើយខ្ញុំមិនចាស់ខុសហើយព្រះអង្គ ព្រះអង្គហ៎ បងសម្លាញ់អូនខុសហើយ
អូយពិតជាល្អណាស់ឯងឆាប់ទៅរៀបចំទៅក្រៅភ្លាមទៅបាទលោកអាម៉ាតព្រះអង្គជាមួយនឹងនាងសង្ឃបានសម្រេចហើយ សង្ឃយ៉ាជីហ៎មិនបានជាយប់នេះនាងនៅដំណាក់ព្រះអង្គហើយរត់ទៅក្តៅទៀនឬមួយក៏នាងសូមគោរពមហាក្សត្រយ៉ាងនេះយប់នេះយ៉ាងម៉េចហើយឯងមករកយើងមានការអីមហាក្សត្រយ៉ាងនេះខ្ញុំមិនចាត់ដឹងថាប្រពន្ធមិនតបសូវយប់នេះនាងបានជិះទៅដំណាក់ព្រះអង្គទៅវិញថាមិញមហាក្សត្រយ៉ាងនេះសូមទ្រង់ជារកជាទៅធ្វើឲ្យខ្ញុំមិនចាប់ផងសង្ឃយ៉ាជីនឹងធ្វើឲ្យខុសដំណាក់ក្រោយបិទមុននាងជាប្រពន្ធរបស់ជីឈៀននេះនាងគិតចង់ឲ្យយើងទៅបំផ្លាញជីឈៀនណានាងក៏គ្មានបានការដែរឯដែលសំខាន់ពេលនេះនាងត្រូវតែយកបេះដូងព្រះអង្គមកវិញឲ្យបានយប់នេះនាងក៏ទៅតាក់ព្រះអង្គទៅឮទេព្រះអង្គទូលបង្គំបានឲ្យអ្នកនាងសង្ឃទៅងត់ទឹកសមាធិខ្លួនហើយ យើងដឹងហើយឯងចេញទៅចុះ ក្រាបទូល រឿងនៅយប់នេះយើងនឹងទទួលខុសត្រូវ ព្រះអង្គខ្ញុំមិនចាំមិនត្រូវការទេរឿងបែបនេះដល់ពេលនោះខ្ញុំពេញចិត្តជាមួយប្រុសណាម្នាក់ខ្ញុំស្រឡាញ់គេមានអារម្មណ៍ដល់ក៏អាចធ្វើបានហើយ នាងមិនចង់ឲ្យយើងទទួលខុសត្រូវនាងមិនស្រឡាញ់យើងទេម៉ាត់ទេ ព្រះអង្គគឺត្រង់ស្វឹងហើយខ្ញុំម្ចាស់ស្រឡាញ់ព្រះអង្គជាងគេហើយ យើងពិតជាស្វឹងមែនតែយើងមិនដល់ថ្នាក់មិនស្គាល់មនុស្សទេ សង្ឃយ៉ាជីចាំមកដណ្ដើមព្រះអង្គជាមួយយើងនាងត្រូវតែមានសមត្ថភាពនោះសិន សង្ឃយ៉ាជឺនេះហ៊ានបដិសេធយើងផងយើងនឹងឲ្យគេទៅវាយបំបាក់ជើងចេះសិឈៀនយើងទៅបំផ្លាញមុខវាហើយយកវាទៅជួលនៅមុខទ្វារក្រុងសង្ឃយ៉ាជឺមួយជីវិតនេះយើងមិនអាចដោះលែងយើងទេយើងនឹងទុកនាងនៅក្បែរខ្លួនយើងរហូតមិនឲ្យនាងទៅណានោះទេ ពិតជាគួរឲ្យខ្លាចណាស់ ព្រះអង្គមួយព្រះអង្គ លើកក្រោយបើធ្វើដេកនោះភ្នែករបស់នាងកុំកលេបកលាត់ទេតើយកសពឃើញអី ខ្ញុំម្ចាស់គ្មា កុំទៅនាំតែយកសពអីពួកយើងអាចធ្វើបានពិតមែន មិនបាច់ទេរឿងយប់មិញខ្ញុំមិនចង់ឲ្យវាកាត់ឡើងជាលេខទី2ទេ មិនចង់ឲ្យកើតឡើងម្ដងទៀតមានន័យថាម៉េច ឈឺយប់មិញពេលជំងឺខ្ញុំរឡើងវាដូចជាដើរចូលទ្វារនរកអញ្ចឹង យើងស្មានតែនាងគិតថានាងរើសអើងថាយើងក្បាច់មិនល្អ ព្រះអង្គមនុស្សយើងគួរតែដឹងខ្លួនឯងខ្ញុំម្ចាស់មិននិយាយមិនបានន័យថាខ្ញុំម្ចាស់មិនរើសអើងទេ នាងសង្យ៉ាជឺយើងបើយើងទៅរកនាងទៀតយើងខុសទៀតពេកហើយកាស៊ីន ក្រាបទូល ចាប់នាងចេញទៅ ក្រាបទូលឲ្យលឿនឡើង ឆាប់ទៅ ព្រះអង្គខំមករកយើងប៉ុន្មានថ្ងៃហើយឬមកក៏ថ្ងៃនោះយើងនិយាយជ្រុលពេកធ្វើឲ្យគេបាក់ចំណេះចិត្តហើយអ្នកនាងម្នាងសួរបានធ្វើពិធីនៅវាំងគាត់បានអញ្ជើញកូនស្រីអ្នកមានមុខមាត់ទាំងអស់ទៅកូនផ្កាមកផ្កា សង្ឃសេជឺមកទីនេះសត្វតែជាអ្នកមានមុខមាត់ក្រែងនេះមិនព្រមធ្វើជាប្រពន្ធយើងអញ្ចឹងមិនបានជាអ្នកហ៊ានមកទៀតឬមួយនៅតែប្រើវិធីអីតាក់ទាញយើងនោះ ឯងកំបិតមានលើមុខឯងនោះឋានៈជាកូនស្រីមន្ត្រីអក្សរសាស្ត្រវាល្អជាងឋានៈប្រពន្ធឯងឆ្ងាញ់ណាស់អ្នកម្នាងសួរនាងគឺជាសង្ឃយ៉ាជីជាកូនមន្ត្រីសង្ឃឯងជាប្រពន្ធរបស់មេតបសេននឹងអេអនាគតប្រពន្ធមុនរបស់មេតបសេន តើនាងកំពុងធ្វើអី សូមរាយការណ៍ព្រះអង្គថ្ងៃនេះអ្នកម្នាងស៊ូបានធ្វើពិធីពួកនាងគឺសត្វតែនាំគ្នាមកកូនកូនផ្កា យើងចាំមើលទៅមើលថាពួកនេះកូនកូនផ្កាយ៉ាងម៉េច លោកមន្ត្រីធ្លាប់និយាយថានាងសរសេរកំណាព្យបានល្អណាស់នាងហ៊ានប្រកួតទេបើសិនជានាងឆ្នះយើងនឹងបំពេញបំណងប្រាថ្នានាងមួយអ្នកម្នាងចង់ប្រកួតយ៉ាងម៉េចផ្កានៅទីនេះរីកស្អាតណាស់ពួកយើងក៏យកផ្កានេះជាចំណងជើងតែកំណាព្យមួយទៅអ្នកម្នាងស៊ូអញ្ចឹងម្សិលមិញខ្យល់បក់ផ្ការរន្ទះធ្វើឲ្យភ័យថ្ងៃនេះស្រឡះជប់ជុំមិនផ្ការីងចាំពេលល្អកំណាប់ល្អមែនហើយកំណាប់ល្អ អ្នកនាងស៊ូពិតជាប្រកែមែនត្រូវហើយកំណាប់ល្អ ដល់វិញនាងហើយដល់រដូវស្លឹកឈើជ្រុះខែ8ថ្ងៃ8ផ្កាយើងរីកទៅឈ្នះគេទាំងអស់ផ្កាក្រអូបដែលស្រស់ស្រាយ
លើផ្លូវសពតែក្រាដៃពណ៌មាស ការយើងរីកទៅឈ្នះគេទាំងអស់នៅលើផ្លូវសិតតែពំមាសអ្នកស្រីសៀវពិតជាប្រកែមែនគ្មានអ្នកណាអាចមកប្រៀបធៀបនឹងនាងបានទេ ស្ដេចរួយគឺជាស្ដេចរួយមែនទេសូមគោរពស្ដេចរួយ ក្រោយឡើងមកអរប្រគុណស្ដេចរួយអ្នកនាងស៊ូនាងចាញ់ហើយចំណេះដឹងរបស់អ្នកស្រីសៀវពិតជាកោតសរសើរមែនពួកឯងយកកុចពីសមុទ្រខាងជើងដែលទៅមកដល់នោះយកឲ្យគេទៅយកមកជូនអ្នកស្រីសៀវមកណា អរប្រគុណស្ដេចរួយហេចាពិតជាល្អមែនព្រះព្រះមហាក្សត្រយានេះស្រឡាញ់ពេញចិត្តពិតជាល្អមែនបើជាដៃទូលាយយ៉ាងនេះ មើលទៅដូចជានាងរើអើងថាគុយរបស់យើងគ្មានតម្លៃហើយ ព្រះអង្គមិនបានជាត្រង់យាងចោលតាមបង្អួយអញ្ចឹង យ៉ាងណាមើលទៅនាងចង់លូកស្នេហ៍ជាមួយនឹងប្រុសផ្សេងទៅហើយយើងមិនចង់ឲ្យនាងខូចកេរ្តិ៍ឈ្មោះនោះទេ មកចាំពេលល្អណាស់ខ្ញុំមិនចាក់ត្រឹមរបស់នេះ របស់នេះវាថ្លៃជាងគុជរបស់យើងដែរទេយើងឲ្យរបស់នាងច្រើនយ៉ាងនេះតែនាងមិនជួនអ្វីយើងវិញសោះចំណែកគុជមួយនេះគឺយើងយកហើយ ត្រង់ខំមកទីនេះដើម្បីឆ្លុះជាមួយខ្ញុំម្ចាស់ហ៎ អញ្ចឹងនាងចង់ធ្វើអី ប្រកបជាមកសប្បាយជាមួយគ្នាហើយ យើងមិនសប្បាយជាមួយនោះទេ អីចាកុំខឹងអីជួយអី នាងហៅយើងថាយ៉ាងម៉េចសុំយ៉ាចេញមើលទៅយប់នេះនាងមិនចង់ឲ្យយើងទៅវិញហើយ អញ្ចឹងត្រង់នៅខាងដែរទេ យើងចាំមើលថាតើនាងនឹងលងយើងយ៉ាងម៉េចទៅ នេះជាផ្ទះអូនបើធ្វើឲ្យភ័យប្រឡាក់ត្រូវជិះអូខេនោះអូនបើស្អាតយ៉ាងម៉េចទៅ អញ្ចឹងក៏ដូរកន្លែងទៅ បានហើយណៃ មិនទាន់គ្រប់គ្រាន់ទេ ចាប់បែបនេះវិញនឹង នាងថាទៅមើលបងស្រាក់ដៃបន្តិចទៅនេះជាអាងទឹកអូនថ្លៃណាស់ណា ចាំយើងសងនាង10វិញ មើលទៅថ្ងៃនេះព្រះអង្គមានអារម្មណ៍ល្អណាស់ថ្ងៃឯណាមួយឃើញយើងមានអារម្មណ៍ល្អនោះហាប្រហែលពលិនមួយរយៈនេះស្ដាយហួយចំបាយខ្លាំងណាស់ឯងអត់គិតទៅមកទីផងព្រះអង្គមុននេះព្រះអង្គនិយាយថាស្ដាយរយនោះខុសពីធម្មតាមិនបានជាទ្រង់ឲ្យទឹកបង្គំនាំមនុស្សទៅក្លំមើលអញ្ចឹងឬមួយក៏ទ្រង់ទ្រង់ប្រចាំទៅដឹងឯងយើងមិនអាចកាន់នោះគេគ្រាន់តែជូនគុជមួយសោះមកខ្លះណាកូនទៅយកគ្រាប់គុជ3គ្រាប់តែដំណាក់ឃើញសាសងទៅណែ3គ្រាប់ហ៎តែក្រាទល់ទៅបង្គំនឹងតែធ្វើភ្លាម អ្នកនាងថ្ងៃនេះព្រះអង្គមិនដឹងយ៉ាងម៉េចទេព្រះអង្គបានជាប្រទានគុណ3គ្រាប់ឲ្យទៅលោកម្ចាស់ទៅវិញហើយលោកម្ចាស់ឲ្យខ្ញុំយកមកឲ្យអ្នកនាងទៅអស់អូវាពិតជាពូកែចំណានមែនអ្នកនាងចាំខ្ញុំចាក់ទឹកឲ្យអ្នកនាងទៅចាអ្នកនាងអាងទឹកនោះវាខូចមែនទេមួយនេះហ៎មួយនេះជិះមិនយើងងុតទឹកទៅគិតថានឹងចាក់ទឹកខ្លួនឯង
តែបើជាមិនប្រយ័ត្នក៏សាច់ទឹកទៅហើយតែមិនបានជាខ្ញុំមានអារម្មណ៍ថាវាគឺផ្ទុកទឹកបានជាបែកអញ្ចឹងខ្ញុំតែមើលស្អាតយ៉ាងឈិញអូឯងមកខុសហើយអូយើងស្រាប់តែនឹកឃើញថាយើងមានកដៃនេះមួយព្រេងនៅដំណាក់បេតុងឯងទៅយកជាមកទឹកមកអ្នកនាងកុំបារម្ភអីខ្ញុំទៅយកមកវិញអូឆាប់ទៅជិះតែមិនទៅប្រញាប់ទៅលឿនទៅរួចអ៊ីម្នាក់នោះពិតជាចាំមែន ពេលដល់រដូវស្លឹកឈើជ្រុះថ្ងៃទី8ខែ8ការយើងរីកទៅឈ្នះគេទាំងអស់ការក្រអូបដែលស្រស់ស្រាយនៅលើផ្លូវសឹកតែមាសល្អកំណាត់នេះពិតជាល្អខ្លាំងណាស់លោកមិនតបលោកថាតើមើលហេតុអីក៏អ្នកស្រីនឹងចេញមុខមាត់យ៉ាងនេះនៅលើវិធីគយគុណផ្កានាងអាចមើលពីអីទៅនាងប្រកាសជាដឹងថាយើងនឹងទៅដែរចង់ឃើញយើងចាប់អារម្មណ៍នាងអីបើនាងមានចិត្តទៅហើយនោះយើងក៏មិនអាចធ្វើមិនឃើញដែរនេះគួរទៅដល់ពេលនាងសង្ស័យជាមកហើយ អ្នកស្រីមិនតទៅយកសញ្ញាជីនោះមកវិញចេះអ្នកស្រីគិតយ៉ាងម៉េចទៅសញ្ញាជីវាមិនអាចមកវិញនោះទេតែជាឈាមចាំបាននាងក៏ព្រោះតែមិនតន់យកនាងបានតែបើសិនជាយើងរកមនុស្សទៅបំផ្លាញភាពស្អាតស្អំនាងណែណាឆាប់ទៅតាមចាលែងយើងនេះជាអ្នកបំរើសញ្ញាជីតែយើងកំពុងតែគិតថាធ្វើយ៉ាងម៉េចទៅឲ្យច្បាយនាងចេញមកបើនាងមកទៅហើយយើងនឹងយកនាងធ្វើជានុយទៅលែងយើងទៅស្ងៀមអ្នកនាងមិនល្អទេមុននេះមិនគេឃើញឈិញអូត្រីគេចាប់ទៅបានស្រីហើយថាម៉េច lên Cá xiên, anh mà chăm phải lòn á, anh cho ăn thật đắp ở xong sẽ chơi dừng tới tới, ông này ông ra rồi này nên cái chập ở hay, vậy nên là chụp luôn anh bán phong, chặt tập bòn sấy, nên tao này anh, mấy bạn chạy mình mơ niềng chứ, họ kêu mà chặt tới, cạp tôi, à mà này tụi mình tiền chẳng bỏ tiền là mà này tiền, phải cho. Nè niên có bị nhập ấy, mình nuôi say pe ai bỏ lương ấy, nên chăm mày vậy má, nên nó cho thằng lợi nó, ấy, ai tập lục mày to bàn hay, nghe nó với đừng lục mày to thêm to nén, viết cô ai bơm cầm đợt ná, cô ai chạm cầm đợt nén, chạy, dạ, sợi sạt niềng quật chết sạt men, chẳng dân chui sạt hiệp snai cho buồn niềng từ chỗ đà lò thế, nơi cho môi nè bà bà cô nè niềng tia đấy vào đây tê bà sân chỉ là niềng màu nút dương là tao bắt cho môi niềng khỉ ơi ôi dạ ôi chị ơi, công khang, nếu mà chỉ hiện quay dương chứ nếu mà tự số cái phong thế thả dương chứ là nó hả giờ mình khoan, anh cứ ba mình giờ sắp tại bài hay, giờ mình đang so nếu có chỉ hạt mình chớ rất có cái lọ tiền dương cho chất niềng mà dù hơi cộng đó mà bầm ra dương tay tứ bầm ra dương lọ đại tiền nữa ôi sẽ chừng này sẽ mình mình phát trong phát ra bên đây vậy quay sẽ chừng này bảo mình vào đầu niềng anh tay tê niềng anh mình thay cho khang phần nào tê này là chập đầu niềng tê lên lang tư chập vào đầu kia tư dương chậm mơแต่นี่คลั่งปนาเตียดตื้อโอเคสแต่จะเจิงคลั่งไอ้ทรอบกาเปียบรองเตียดพ้องโดยชนะเตรียมครูนายหายตื้อนะเยอะในประดาวเนี่ยมันดองจะมือคลั่งปนาเตียดจำแต่มือเจ้านะนี่จำมือค่ะไหนยังน้อยกว่าไอ้เฮียนไหนสิยังไม่ตายการใดได้ทีไอ้เจ็บระองเอ้ยทลามถมนะไอ้บ้าจะเห็นเพื่อบามนุษย์ใส่ยึงไอ้ทลามถมนะกาเซียนกราบตู้กากระบาลเวทขยมตะเกียบเจียเตขยมตะตัวบัญชีปีใส่บนเนี่ยเตเนี่ยนะขยมบนดังได้เนี่ยในใจทานเนี่ยบ่าวตุ๊บมวยขยมมันใส่ไม่ได้เตจำเกจำในหลักขยมกับเมาเตอโอเคเจนจะกากระบาลเตอเอ้ยก็ไม่ตุ๊กจุบบัดพองเอ้ยเพราะมันจังนั่งขนาดนั้นน่ะปีกลายเป็นไม่เต้miếng này nè lục mày tôm lục xoay nó bận tập thằng lê miền rừng ấy nứng miếng nó xanh chứ nè lục mày tay xong rồi chứ hả lên rỡ mấy cái nên tập bánh
លិនរអើនាងបាយជាហ៊ានក្បត់យើងមានខ្លាំងធំណាស់ លោកមេតំខ្ញុំមិនបានក្បត់លោកទេ នាងមកបនស្រីក៏អារបស់នាងមិនសមរម្យនៅលើក្រែរបស់នាងមានមនុស្សប្រុសទៀត មិនបានជាយើងនៅកន្លែងចឹងអាណាសន្យាជឿនោះអ្នកនៅទីនេះគាត់តែជាសន្យាជឿ នាងនិយាយថាម៉េចហេតុអីក៏នាងនៅទីនេះគួរតែសង្ស័យជឿនោះហើយនាងនឹងចាំធ្វើបាបគេទៀតហ៎លិនរអើនាងជាគ្រូពេទ្យនាងជាគ្រូពេទ្យគួរតែមានគុណធម៌មានសិលធម៌ លោកមេតំតែមកពីខ្ញុំស្រឡាញ់លោកមេតំខ្លាំងពេកសន្យាជឿនោះវាមានកំណត់ច្រើនណាស់វាចាំមកតែលោកមេតំខ្ញុំគ្រាន់តែខ្លាចបាត់បង់ទេ លិនរអើយើងពិតជាមើលមនុស្សខុសមែននាងមកនិយាយថាសង្ស័យអើគឺមានកំណត់អាក្រក់យើងថាអ្នកមានកំណត់អាក្រក់គឺជានាងទៅវិញទេ លោកមេតំស្ដាប់ខ្ញុំនិយាយសិនលោកមេតំមកចាប់យើងក្បត់ទៅ50ជាឈានយើងអាចខ្វល់ដែរទេ អញ្ចឹងនាងចង់ហៅអ្នកណាមក ប្រកាសជាហៅព្រះអង្គហើយក ុំទៅខ្វល់ជាមួយវាកុំទៅជួបវាទៀត ខ្ញុំមិនចាស់នៅជាប្រពន្ធស្រាប់ច្បាប់នៅឡើយពេលមិនទាន់លែងលះយ៉ាងណាក៏ត្រូវជួបគ្នាដែរបើមិនមែនមកពីអ្នកខ្លះពេលនេះខ្ញុំលែងអត់ទៅហើយ រឿងលេងលះចាំយើងរកវិធីឲ្យចុះតោះទៅចាំយើងជូនត្រឡប់ទៅផ្ទះវិញហ៎ធ្វើអីហ្នឹង មកក៏មកទៅហើយមកលេងជាមួយគ្នាទៅសំតងលេងជ្រុលហើយ មុននេះពេលអ្នកនាងមកអង្គុយលើយើងធ្វើបាបយើងមិនបានជាមិនគិតថាជ្រុលហួសហេតុ ត្រង់ក៏និយាយប្រដេះប្រដែរ គឺនាងមិនព្រមស្ដាប់ពាក្យពិតថ្ងៃក្រោយហ៊ានទៀតទេ លេងហ៊ានហើយថ្ងៃក្រោយលេងហ៊ានហើយ អ្នកជឿកូនមិនត្រូវរបួសឬក៏ ខ្ញុំមិនអីទេពឹង ពុកបានលើកឈិញអូននិយាយហើយស្រីដែលសេជាជននាំមកនោះវាបាយច្បាប់ឲ្យទៅបនស្រីចង់ទៅបំផ្លាញភាពសាសមកូនវាពិតជាប្រហិតណាស់វាគ្រាន់តែប្រពន្ធម្នាក់របស់សេឈើឈន់ទេបាយជាហ៊ានធ្វើបាបកូនស្រីរបស់យើងជឿពុកមិនអាចទ្រាំនឹងពុកគេធ្វើបាបជាងទេពេលនេះពុកចូលវាំងតែទៀមទាយុទ្ធធម៌ ពឹងពុកចាប់ខ្ញុំផងលោកមេតំเราអាចនឹងខ្លួនខុសហើយតែเราក៏ព្រោះតែស្រឡាញ់លោកមេតំពេកលោកមេតំ ហេតុអីបានជាយើងខឹងពេលដែលសង្ស័យចិត្តទៅរកប្រុសផ្សេងនោះឬមកយើងស្រឡាញ់គេហើយលោកមិនតបមិនល្អទេមិនត្រូវសុំគាត់បាននាំអ្នកស្រីចុះវាំងហើយលើថាគាត់ទៅទៀមទារកចិត្តធម៌ទៀតផងតែធ្វើយ៉ាងម៉េចទៅថាម៉េច លោកមេតំ ព្រះអង្គថ្ងៃនេះទូលបង្គំជួបគាត់ព្រះអង្គគឺដើម្បីតែរឿងមួយទេក្រាបទូលលោកមិនត្រូវសង្និយាយមកចុះមិនណៃទេព្រះអង្គយប់មិញប្រពន្ធរបស់សេចឈិនព្រះនាងខើរើបានមកធ្វើបាបកូនស្រីទូលបង្គំនាងដើម្បីមិនតបសៀវបាយជាចង់ធ្វើបាបកូនស្រីទូលបង្គំព្រះអង្គទូលបង្គំមើលមនុស្សខុសទូលបង្គំមានតែកូនស្រីម្នាក់នេះទេបើនាងកាស្អីនោះទូលបង្គំមិនរស់ទេដូច្នេះសូមព្រះអង្គជួយរកចិត្តធម៌ផងមានរឿងចឹងផងមើលទៅប្រធានមង្គលការនេះគឺយើងប្រធានខុសហើយក្រោយឡើងមកមិនត្រូវស្មោះត្រង់ជាមួយយើងមិនថាលោកមានបំណងស្អីទេយើងនឹងបំពេញបំណងតាមលោកទាំងអស់ណាព្រះអង្គទូលបង្គំចង់សុំឲ្យព្រះអង្គឲ្យសេរីជីលេងលះជាមួយនឹងកូនស្រីទូលបង្គំពីពេលនេះតទៅចែកផ្លូវគ្នារៀងខ្លួនក្រាបទូលរឿងនេះយើងព្រមហើយ